ខេសួស្តីជំរាបសួរពុកម៉ែបងប្អូនអ្នកនេះនៅក្នុងវីដេអូនេះសូមបង្ហាញបងប្អូនពីរបៀបក្នុងការបើកនៅពន្លឺការពារភ្នែកនៅក្នុងកុំព្យូទ័ររបស់យើងគេចឹងយើងចូលទៅកាន់ Windows មកតែពេលយូរយើងចូលទៅកាន់ Setting ហើយរួចបន្ទាប់មកយើងរកពាក្យមួយឈ្មោះថា System អូខេយើងចុចលើពាក្យ System បន្ទាប់មកបងប្អូនចូលទៅកាន់ Display បងប្អូននឹងឃើញចុចលើ display ទៅបងកន្លែងនេះបងប្អូនអាចបិទបើកពន្លឺបានអូខេគាត់អាចបិទបើកពន្លឺបានហើយឥឡូវនេះយើងធ្វើការបើកហ្នឹងទៅដើម្បីការពារភ្នែកដោយសារខ្ញុំ record ចឹងវាឃើញទេហើយឥឡូវនេះកន្លែងយើងកំណត់អូខេសារយើងកំណត់យកទំហំប្រមាណហើយយើងអាចស្រែឲ្យវាអូតូក៏បានដែរយើងដាក់ឲ្យវាអូតូម៉ោងប្រមាណក៏បានដែរបងប្អូនគឺវាស្រួលមែនទេអញ្ចឹងសម្រាប់ការងារសម្រាប់យើងបើកពន្លឺពេលជប់ការពារភ្នែកអីគឺល្អមែនទែនគឺមើលអត់ឈឺភ្នែកទេសម្រាប់ laptop ឬក៏ desktop យើងមានពន្លឺការពារភ្នែកអូខេអញ្ចឹងយើងអាចធ្វើការ save វាបានគឺងាយស្រួលមែនទែនហើយស្អាតហើយមួយទៀតបងប្អូនចង់ចូលមួយទៀតបងប្អូនចូលទៅកាន់ផ្នែកខាងស្ដាំនេះបងប្អូនចូលនៅស្ដាំហ្នឹងបងប្អូនអាចរកពាក្យខាងនេះបានបងប្អូនអាចបិទបើកបានហ្នឹងគឺយើងចង់បើកហើយក៏បែរnóវាលឿនល្អងាយស្រួលបាទអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនពេញចិត្តមកវីដេអូនេះអាចជួយចុច share ឬក៏ subscribe ម្នាក់មួយដើម្បីទៅបានវីដេអូថ្មីៗទៀតសូមអរគុណជួបនៅវីដេអូក្រោយទៀត